បាទសួស្តីបងប្អូនណាថ្ងៃនេះលោកគ្រូមានបាទសួស្តីបងប្អូនថ្ងៃនេះលោកគ្រូបង្កើតវីដេអូនេះឡើងក្នុងគោលបំណងចែករំលែករបៀបរៀនពាក្យបងប្អូនរបៀបរៀនពាក្យឲ្យឆាប់ចេះចឹងជាដំបូងបងប្អូនអ្នកគ្នាយើងខ្លះយើងអាចចង់រៀនពាក្យចេះនេះយើងអាចរៀបចំกระดาษចែកបងប្អូនគេហៅ flash card នេះបងប្អូនរៀបចំអញ្ចឹងមកបាទបងប្អូនរៀបចំអញ្ចឹងមកហើយយកមកទៅសេជាដំបូងយើងរៀនពាក្យមួយថ្ងៃយើងរៀនពាក្យតែហៅថា10ពាក្យទៅចុះបងប្អូនណាយើងរៀន10ពាក្យតែក្នុងភាសាអង់គ្លេសបងប្អូនបានដឹងហើយការរៀនពាក្យយើងបងប្អូនត្រូវរៀនបែងចែកឲ្យដាច់សិនចំពោះបទពិសោធន៍របស់លោកគ្រូគឺបងប្អូនគួររៀនបែងចែកឲ្យដាច់នេះបងប្អូនឃើញទេក្នុងថ្នាក់ពាក្យនេះវាជាគ្រឿងផ្សំរបស់ប្រយោគអញ្ចឹងជាដំបូងឧទាហរណ៍ថាបងប្អូនរៀនតែនាមសិនទេអញ្ចឹងថ្នាក់ពាក្យរបស់វាមានច្រើនឡើយយើងរៀនតែនាមឲ្យស្គាល់នាមសិនអញ្ចឹងលោកគ្រូនាំបងប្អូនឲ្យទៅស្គាល់នាមឧទាហរណ៍ថាឥឡូវយើងចង់បណ្ដើមរៀននាមខ្មែរយើងជានាមអង់គ្លេស nouns បងប្អូនបានស្គាល់និយមន័យរបស់នាមបាទបងប្អូនស្គាល់ហើយវត្ថុរបស់របរនៅលើโลกនេះយើងហៅថានាមហើយឧទាហរណ៍យើងចង់រៀនទៅលើអីបាទបងប្អូនថាឧទាហរណ៍យើងចង់រៀននាមដែលពាក់ព័ន្ធទៅនឹងបន្ទប់គេងបាទសម្ភារៈក្នុងបន្ទប់គេងឬរបស់របរក្នុងបន្ទប់គេងយើងមើលរបស់ក្នុងបន្ទប់គេងហ្នឹងទៅនេះវាមានស្រាប់ចឹងណាបាទចាំលោកគ្រូរកវិធីសាស្ត្រប្រាប់បងប្អូនតាមវីដេអូបន្តទៀតថាតើយើងគួរតែទៅយកពាក្យអស់ហ្នឹងពីណាមកឧទាហរណ៍នេះជាដំបូងសិនបងប្អូនឃើញទេនេះយើងមើលពាក្យទាំងអស់ហ្នឹងឧទាហរណ៍យើងពាក្យនេះមួយចុះនេះ nice stand អញ្ចឹងយើងត្រូវទៅរកពាក្យ nice stand ហ្នឹងហើយយើងចេះពាក្យ nice stand ហើយបើបងប្អូនចេះអង់គ្លេសស្រាប់ស្រួលហើយបងប្អូនណាចេះអង់គ្លេសស្រាប់អញ្ចឹងវិធីសាស្ត្រនៃការទៅរកបងប្អូនណាវិធីសាស្ត្រនៃការរកគឺបងប្អូនមកទីនេះអូខេបាទនេះបងប្អូនទម្លាក់មកនេះមកបងប្អូនចូលមកនេះមកបាទអូខេឧទាហរណ៍តានេះអេក្រង់ទូរស័ព្ទយើងឬក៏អេក្រង់បងប្អូនចូលមកកន្លែង Chrome នេះមកបងប្អូនចូលមកនេះបងប្អូនចូលមក Chrome នេះចុចអញ្ចឹងវាចេញអញ្ចឹងបងប្អូនវាយយកវចនានុក្រមឈ្មោះវចនានុក្រមនោះអត់ត្រូវអស់លុយអីទេបងប្អូនណាអត់ទេបងប្អូនវាយវចនានុក្រមឈ្មោះCambridge នេះវាយលើលោកគ្រូអញ្ចឹងមក Cam នេះវាយមកចេញអញ្ចឹងនេះបងប្អូននេះ Cambridge បងប្អូនឃើញនេះលោកគ្រូចុចលើវាមកបងប្អូនឃើញវាដាក់ Cambridge Dictionary អូខេបាទនេះយើងចុចលើវាមកហើយយើងវាយពាក្យពាក្យ nice stand វាយចូលកន្លែងនេះមកនេះបងប្អូននេះដាក់មកណា nice stand វាលោតចេញមកបងប្អូនឃើញនេះហើយបងប្អូនចង់ដឹងថាវាអានឲ្យយើងបានត្រឹមត្រូវយើងអានត្រូវអត់ដើម្បីផ្ទៀងផ្ទាត់មួយវាយើងចុចលើសញ្ញាមីក្រូនេះ nightstand អូខេនេះជាសំឡេងនៅក្នុងការបញ្ចេញសំឡេងរបស់ជនជាតិអង់គ្លេសគេដាក់ UK United Kingdom អូខេអញ្ចឹងបងប្អូនមើល US ម្ដងនេះការបញ្ចេញសំឡេងរបស់សហរដ្ឋអាមេរិក nightstand អូខេមួយទៀតក្នុងការរៀនពាក្យហ្នឹងបងប្អូនត្រូវចេះថា nice stand ហ្នឹងវាជាអ្វីនេះបងប្អូនឃើញទេនេះវាជា noun អក្សរ C នេះគឺថា countable noun អញ្ចឹងយើងចង់យកពាក្យ nice stand ហ្នឹងទៅបកប្រែនេះជារបៀបបកប្រែវាតែវាបកប្រែជានិយមន័យភាសាអង់គ្លេសយើងចេះអត់ទាន់ដល់យើងបាច់មើលបើអ្នកបងប្អូនណាចេះដល់មើលចោះតែយើងចេះយក nice stand ហ្នឹងទៅប្រើអត់បងប្អូនណានេះយើងមើល nice stand ហ្នឹងយើងនេះនៅក្នុងនេះជាភាសាអង់គ្លេសសុទ្ធណាបាទយើងបកអញ្ចឹងបងប្អូនថាខ្ញុំអត់ចេះអង់គ្លេសខ្ញុំទៅរកខ្មែរបាទយើងទៅរកខ្មែរប៉ុន្តែយើងក៏មើលដើម្បីទៅរកខ្មែរបានចាំលោកប្រាប់បច្ចេកទេសមួយទៀតឥឡូវអត់ទេយើងមករកមើលពាក្យ nice stand ហ្នឹងយកមកប្រើនៅក្នុងប្រយោគបងប្អូនឃើញទេឧទាហរណ៍យើងចង់យកពាក្យ nice stand ប្រើក្នុងប្រយោគនៅក្នុងភាសាអង់គ្លេសពាក្យជានាមនៅក្នុងនេះអត់បានប្រើទេបើភាសាវាជារបស់បងប្អូនណា
nightstand គេបញ្យល់ថា a small table that is kept at the side of the bed តុតូចមួយដែលរក្សាទុកនៅឯជាយនៃគ្រែអញ្ចឹងនេះបងប្អូនគេរូប nightstand នេះអញ្ចឹងគ្រែក្បាលតុក្បាលគ្រែតុតូចអញ្ចឹងណាយើងចង់យកពាក្យ nightstand ហ្នឹងមកបង្កើតជាប្រយោគបានអត់លោកគ្រូបាទនៅក្នុងនេះក៏មានដែរបងប្អូននេះឧទាហរណ៍ nightstand នេះពាក្យឧទាហរណ៍ nightstand ហ្នឹងនេះប៉ុន្តែគ្រាន់តែថាវាជ្រៅណាបាទសម្រាប់បងប្អូនណាដែលទៅតែរៀននេះពាក្យ nightstand នៅក្នុងប្រយោគយើងយកពាក្យនេះឧទាហរណ៍យើងយកពាក្យនេះមួយចុះយើងយកពាក្យ nightstand លោកគ្រូរកប្រយោគដែលងាយបន្តិចណាបាទប្រយោគនេះវាជ្រៅយើងយកអាស្រួលបន្តិចមកនេះ These lamps are popular as desk and nightstand lamps អូខេយើងយកប៉ុណ្ណឹងគេនេះ nightstand នៅកន្លែងនេះតុក្បាលគ្រែអូខេបាទ these lamp ចង្គៀងទាំងអស់នេះគឺពេញនិយមណាស់បាទ as desk and nightstand lamp ដូចជាតុនិងចង្គៀងក្បាលគ្រែចឹងគេឧទាហរណ៍ពាក្យ nightstand ហ្នឹងអូខេ nightstand បើយើងនិយាយឲ្យស្រួលយើងនិយាយជាភាសាអង់គ្លេសឲ្យស្រួលនៅក្នុងបន្ទប់ខ្ញុំមាន nightstand មួយ in my bedroom there is a nightstand អូខេបងប្អូននេះជារបៀបរៀនឧទាហរណ៍យើងយកមួយទៀតនេះគូយកពីរចាស់យើងវាយអានឹងមួយទៀតបងប្អូននេះឧទាហរណ៍យើងយកពាក្យទី2នៅក្នុងមេរៀនយើងនេះយើងយកពាក្យ pillow pillow នេះមើលថាខ្នើយមកវាអានឲ្យទាំងម៉េចយើងអានត្រូវអត់ pillow មកគូចុចមកវិញគូវាយពាក្យនឹងចូលនេះរូបអូខេបងប្អូនណាបាទយើងវាយពាក្យមើល pillow pillow យើងការអានវាខុសគ្នាបន្តិចបន្តួចបាទយើងត្រូវ make sure យើងត្រូវធានាថាយើងអានត្រូវអត់អាមេរិកម្ដង pillow yes គេបញ្យល់នៅទីនេះបងប្អូនណាបាទអូខេនេះ pillow វាមានពាក្យបញ្យល់នៅក្នុងនេះ Do you prefer a feather pillow or a foam pillow អូខេ pillow ក្នុងភាសាមួយទៀតគេអានថា a cushion នេះប្រើបានដូចគ្នាសំឡេងអានបានដូចគ្នាប៉ុន្តែបោះអង់គ្លេសបោះអាមេរិកាំងបងប្អូនណា cushion yes cushion yeah អូខេបងប្អូនណានេះលោកគ្រូឲ្យតែពីរពាក្យហ្នឹងទេសម្រាប់បងប្អូនរៀនហើយបងប្អូនឃើញហើយដើម្បីចង់យកពាក្យហ្នឹងមកអនុវត្តបងប្អូនឃើញនេះគេឧទាហរណ៍ឲ្យស្រាប់នៅហ្នឹងនេះ I fell asleep as soon as my head hit the pillow ឃើញយើងប្រើពាក្យ pillow បាននៅក្នុងនេះអូខេទៀត she used to hide her diary under her pillow អូខេនេះជារបៀបរៀនតាមក្បួនបាទងាយបងប្អូនណាអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងទេសម្រាប់ថ្ងៃនេះវីដេអូទី1បងប្អូនត្រូវរៀនស្គាល់នាមទៅរៀនពាក្យគឺបងប្អូនអាចរៀនបែបហ្នឹងបានលោកគ្រូនឹងឲ្យកន្លឹះមួយទៀតតកតងទៅនឹងការរៀនបង្រៀនតាម AI មួយទៀតបងប្អូនណាយើងយកពាក្យហ្នឹងទៅសួរ AI វិញអូខេឧទាហរណ៍ថាបងប្អូនចង់បន្តរៀនទៅរៀនពាក្យហ្នឹងគឺបងប្អូនរៀនវាយដូចលោកគ្រូចឹងអានឲ្យបានត្រឹមត្រូវជាពិសេសខ្មែរយើងអានអត់សូវត្រូវជាពិសេសបងប្អូនដែលរៀនជាមួយនឹងលោកគ្រូនៅតាមជនបទបាទគាត់អត់សូវមានឧបករណ៍បែបហ្នឹងអញ្ចឹងលោកគ្រូបង្ហាញឲ្យបងប្អូនយល់ថានេះជារបៀបរៀនដើម្បីធានាថាលោកគ្រូអានបានត្រឹមត្រូវអត់យើងយកការបញ្ចេញសំឡេងមកបញ្ជាក់នៅកន្លែងនេះអូខេបាទចឹងគ្រូជម្រាបលាបងប្អូនណាបាទអញ្ចឹងនេះជាវីដេអូទី1ដែលលោកគ្រូសាកល្បងរៀនវីដេអូទី2នឹងបង្ហាញអំពីរបៀបរៀនបន្តទៀតរៀនតែពាក្យទេបងប្អូនណាយើងរៀនពាក្យមិនឆាប់ចេះហើយមួយទៀតជាបណ្ដាំលោកគ្រូមួយទៀតនៅចុងក្រោយសម្រាប់វីដេអូនេះគឺខំរៀនពាក្យបងប្អូនណានេះលោកគ្រូដាក់នៅក្នុងនេះខំរៀនពាក្យបងប្អូននេះខិតខំរៀនពាក្យ
អូខេបាទយើងត្រូវនេះគូសរសេរនៅទីនេះខិតខំរៀនពាក្យបាទនិងខិតខំចងចាំវាការអនុវត្តចងចាំគឺបងប្អូនសរសេរលើกระดาษហ្នឹងមកហើយបកប្រែវាទៅហើយយកវាទៅប្រើគឺបងប្អូនចាំបានហើយអញ្ចឹងលោកគ្រូជម្រាបលាបាទជួបគ្នានៅវីដេអូបន្ទាប់